អាត្មាមានថ្នាំឈើមួយសម្រាប់ចែករំលែកដល់ញាតិញោមទាហានក្តីនិងប្រពន្ធទាហានក្តីឲ្យយកទៅការពារខ្លួនញាតិញោមព្រោះមានសតិភាពឬគ្មានអានោះអាត្មាមិនទៅដឹងទេជួនកាលទៅតាមផលកម្មខ្លះដែរញាតិញោមព្រោះអាត្មាធ្លាប់បានសន្យាថាអាត្មារៀនអ្វីមកមិនចង់ប្រាប់ដល់អ្នកណាទេបើសិនតែប្រាប់ឲ្យវាបាញ់ទៅនេះប្រទេសជាតិកំពុងមានសង្គ្រាមញាតិញោមព្រោះបើថាញាតិញោមអាចយកទៅប្រើការបានក៏ញាតិញោមយកចោះព្រោះហើយបើសិនតែប្តីទៅសមរភូមិហើយប្រពន្ធអ្នកប្រើទៅចោះព្រោះហើយក៏ដុតទូកឧទ្ទិសខ្លួនឯងទៅចោះព្រោះថ្នាំឈើនោះពេលដែលញាតិញោមផឹកហើយទេវតានឹងតាមថែរក្សាញាតិញោមព្រោះម្ចាស់ទឹកម្ចាស់ដីគ្រប់ទិសទីនោះឯងព្រោះរួចហើយអាត្មាជាអ្នកតមឲ្យទៅចោះលុះត្រាតែចប់នៃសង្គ្រាមនេះតំណមនោះក៏អាត្មាជប់តមឲ្យដែរញាតិញោមព្រោះឈប់យកទៅប្រព្រឹត្តអាក្រក់ព្រោះពេលនេះអាត្មានឹងជាអ្នកតមញាតិញោមយកទៅប្រើមិនបាច់តមអីក៏បានដែរហើយប្រពន្ធក៏ប្រើហើយក៏បើប្តីនៅសមរភូមិទេក៏ដុតធូបឧទ្ទិសរាល់ថ្ងៃទៅឲ្យការពារអ្នកណាក៏បានបើសត្រូវយកទៅក៏គ្មានប្រយោជន៍ដែរញាតិញោមព្រោះបើយកទៅប្រើខុសក៏អត់ប្រយោជន៍ដែរទី1ស្លឹកឈើដែលគេដុតសែនតាមកន្លែងនតាក្តីតាមកន្លែងព្រះក្តីតាមគេចុះក្រុងបលីក្តីនោះញាតិញោមព្រោះដែលគេចងដាក់មកបាច់អញ្ចឹងណាញាតិញោមយកអានោះមួយស្លឹកក៏បាន2ស្លឹក5ស្លឹកក៏បានយកឲ្យគ្រប់7រួចហើយគ្រប់7កន្លែងមិនមែនគ្រប់7តែមួយកន្លែងណាគឺគ្រប់7កន្លែងងាយនឹងរទេញាតិញោមព្រោះកន្លែងយើងស្ងាយមាននិយាយតាកដុតសែនតាមចកាតាមអីតាមវត្តតាមអារាមអីក៏ចេះទៅយកមកឲ្យគ្រប់7រួចហើយញាតិញោមដាំផឹកចុះហើយក្រៅពីនោះទៀតអាត្មាមិនប្រាប់តទៀតទេព្រោះអាត្មាជាអ្នកតមឲ្យហើយចេញពីសង្គ្រាមនេះអាត្មាជប់តមណាញាតិញោមព្រោះយកទៅប្រើចុះ